តើដើរលេងជុំបិណ្ឌជាមួយនឹងក្រុមគ្រួសារថតរូបច្រើនរាប់ពាន់ស្លឹកក៏ប៉ុន្តែត្រឡប់មកដល់ផ្ទះវិញមើលរូបថតទៅរូបថតជាមួយនឹងក្រុមគ្រួសារភាគច្រើនគឺជួបបញ្ហាដូចគ្នាគឺជួបបញ្ហាថារូបហ្នឹងគឺប្រើប្រាស់អត់បានដោយសារតែមានគ្នាច្រើនចឹងទៅអ្នកខ្លះគាត់បិទភ្នែកបើកភ្នែកអ្នកខ្លះគាត់ហាមាត់ឬក៏គាត់ស្ញែងគាត់សើចគាត់ញឹមអញ្ចឹងទៅគឺវាអត់ស័ក្តិសមហើយពេលខ្លះម្នាក់នេះមុខស្អាតប៉ុន្តែម្នាក់ទៀតមុខអត់ស្អាតហើយដល់ពេលអញ្ចឹងយើងយកទៅប្រហោះក៏អត់កើតហើយត្រឡប់ទៅថតឡើងវិញក៏ចំណាយពេលវេលាអញ្ចឹងយើងចំណាយពេលវេលាចំណាយលុយយើងថតរូបច្រើនណាស់អញ្ចឹងហើយយើងត្រូវតែចម្រាញ់យកមកប្រើឲ្យបានបងប្អូនឥឡូវខ្ញុំមកប្រាប់ពីវិធីដើម្បីកែបញ្ហាហ្នឹងអញ្ចឹងដំបូងគឺយើងចូលទៅក្នុង Gemini មកហើយយើងទៅយករូបថតរបស់យើងដល់យើងចុចនៅលើអារូបផ្លែចេកនេះហើយយើងចុចចូលនៅក្នុងកន្លែងយកខ្ញុំមកឧទាហរណ៍រូបថតនេះគឺរូបថតនេះគឺខ្ញុំមើលទៅឃើញថាស្អាតហើយក៏ប៉ុន្តែខ្ញុំជួបបញ្ហាប្រព័ន្ធបិទភ្នែកហើយដល់ពេលរូបខាងលើនោះគឺទៅជាខ្ញុំបិទមាត់អញ្ចឹងវាអត់សូវស័ក្តិសមប្រហែលទេអញ្ចឹងឥឡូវគឺខ្ញុំមករកវិធីដើម្បីធ្វើម៉េចកែរូបថតរបស់ខ្ញុំនឹងឲ្យប្រើប្រាស់បានអញ្ចឹងជាដំបូងគឺបងប្អូនគ្រាន់តែ select រូបថតដែលបងប្អូនឃើញថាមានរូបពីរស្លឹកហ្នឹងគឺដែលម្នាក់មុខស្អាតម្នាក់មុខទៀតអត់ស្អាតអញ្ចឹងគឺបងប្អូន select ចូលមកឲ្យវានឹងហៅថារូបទី1ឬរូបទី2ហើយបន្ទាប់មកបងប្អូនត្រូវទៅសេអក្សរក្នុងហ្នឹងឧទាហរណ៍ដូចរូបរបស់ខ្ញុំមួយនេះគឺទី1ខ្ញុំឆ្លាញ់រូបមួយស្លឹកនេះក៏ប៉ុន្តែប្រពន្ធរបស់ខ្ញុំគឺគាត់បិទភ្នែកអញ្ចឹងគឺខ្ញុំចង់យករូបដែលប្រពន្ធបិទភ្នែកឬក៏រូបខ្ញុំនេះផ្លាស់ប្ដូរអញ្ចឹងខ្ញុំក៏ចូលទៅដាក់ទឹកពីរស្លឹកបន្ទាប់មកខ្ញុំត្រូវសេអក្សរនៅក្នុងនេះដាក់អក្សរថា use the main face from photo 2 to fix main face on photo 1ហើយយើងផ្ញើទៅហើយចឹងទៅខាង Google Gemini គេនឹងស្រែឲ្យយើងហើយយើងចាំមកសន្ទុះទៅអញ្ចឹងគឺខ្ញុំបានទទួលបានរូបថតមកហើយគឺចំពោះរូបដែល Gemini កែឲ្យខ្ញុំនេះគឺផ្លាស់ប្ដូរមុខត្រង់មុខរបស់ខ្ញុំព្រោះថានៅក្នុងរូបរបស់ខ្ញុំហ្នឹងគឺមុខរបស់ខ្ញុំអត់ស្អាតទេអញ្ចឹងហើយគឺខ្ញុំកែឲ្យមុខរបស់ខ្ញុំយកអារូបមួយទៀតមុខនៅក្នុងរូបមួយទៀតយកមកដាក់នៅក្នុងរូបនេះអញ្ចឹងគឺវានឹងធ្វើឲ្យមុខរបស់ខ្ញុំមើលទៅឃើញស្អាតជាងមុនឃើញទេអានេះគឺមុខអាក្រក់ខ្លាំងណាស់អញ្ចឹងហើយមុខប្រពន្ធរបស់ខ្ញុំស្អាតឃើញទេអញ្ចឹងគឺវាអត់ស្អាតទេហើយខ្ញុំនៅជួបបញ្ហាមួយទៀតគឺរឿងមានម៉ូតូនៅខាងក្រោយឃើញទេដល់ពេលរូបមួយនេះគឺប្រពន្ធរបស់ខ្ញុំនេះគឺមុខអត់ទេបិទភ្នែកដល់ពេលហើយមុខរបស់ខ្ញុំគឺអូខេខ្ញុំអាចទទួលយកបានអញ្ចឹងគឺយើងប្រើវិធីនឹងកែមកហើយខ្ញុំនៅទើសត្រង់កន្លែងមានម៉ូតូនៅខាងក្រោយមួយទៀតអញ្ចឹងហើយគឺខ្ញុំនឹងកែបន្តនៅកន្លែងមានម៉ូតូហ្នឹងអញ្ចឹងគោលដៅរបស់យើងគឺ delete ម៉ូតូនៅខាងក្រោយហ្នឹងចេញលុបវាចេញទៅដើម្បីឲ្យរូបរបស់យើង clear មើលទៅឃើញស្អាតណាអញ្ចឹងដែរខ្ញុំមកសរសេរអក្សរបន្តដាក់ថាឲ្យ delete the motorcycle behind family photo and fix ហើយយើងចាំមកបន្ទុះហើយនេះគឺជាលទ្ធផលដែលយើងនឹងទទួលបានគឺ Gemini គេបានលុបម៉ូតូនៅខាងក្រោយចេញអញ្ចឹងរូបរបស់យើងគឺ clear អាចទទួលយកបានហើយបងប្អូនគ្រាន់តែ save photo ហ្នឹងចេញមកហើយបងប្អូននឹងទទួលបានហើយរូបថតរបស់យើងនឹងស្អាតហើយអាចយកទៅប្រើប្រាស់បានហើយអញ្ចឹងបញ្ជាក់បន្ថែមបន្តិចណាចំពោះ Gemini គឺយើងអត់ទាន់អាចប្រើប្រាស់ជាភាសាខ្មែរបានទេគឺបើសិនណាបងប្អូនប្រើប្រាស់ភាសាខ្មែរគឺប្រើប្រាស់បាននៅចំពោះបងប្អូនយកទៅប្រើនៅក្នុងការ research ព័ត៌មានឬក៏អីមួយចំនួនគឺអាចប្រើប្រាស់បានក៏ប៉ុន្តែនៅពេលដែលបងប្អូនយកទៅកែរូបថតអីចឹងគឺអត់ទាន់អាចប្រើប្រាស់បានជាទូលំទូលាយទេអញ្ចឹងគឺវានៅទើសតិចតួចត្រង់ហ្នឹងចឹងដែរទាមទារឲ្យបងប្អូនចេះប្រើភាសាអង់គ្លេសខ្លះទើបអាចប្រើប្រាស់ Gemini បានដោយទូលំទូលាយអូខេចឹងវីដេអូមានតែប៉ុណ្ណឹងអរគុណបាយបាយ